ព័ត៌មានថ្មីមួយទៀតបាទតកតងទៅនឹងអតីតធានបើយុទ្ធអាមេរិកទៅលើអស់ធ្នូថ្មីមួយទៀតហើយបាទអតីតទាហានបើយន្តហោះចម្បាំង S35 របស់អាមេរិកត្រូវបានចាប់ខ្លួនពីបទវឹកវើឲ្យកងទ័ពអាកាសចិនអតីតទាហានបើយន្តហោះចម្បាំង S35 របស់អាមេរិកត្រូវបានចាប់ខ្លួនពីបទវឹកវើឲ្យកងទ័ពអាកាសចិនក្រសួងយុតិធម៌សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការអំពីការចាប់ខ្លួនអតីតនាយទាហានជាន់ខ្ពស់និងជាអ្នកបើកបរយន្តហោះចម្បាំងដ៏ឆ្នើមម្នាក់ក្រោមបទចោទប្រកាន់ថាបានក្បត់ជាតិដោយការផ្ដល់សេវាកម្មវឹកវើយោធាដល់កម្លាំងអាកាសនៃកងទ័ពរំដោះប្រជាជនចិន PLA ដែលជាទង្វើគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិយោងតាមប្រភពសារព័ត៌មាន Al Jazeera ដែលបានចុះផ្សាយកាលពីថ្ងៃទី26កុម្ភៈឆ្នាំ2026បានដឹងថាអតីតមន្ត្រីកងទ័ពអាកាសលោក Gerald Brown អាយុ65ឆ្នាំដែលមានរហស្សនាមថា Runner ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃពុធទី25ខែកុម្ភៈឆ្នាំ2026នៅក្នុងរដ្ឋ Indiana លោក Brown ត្រូវបានចាប់ប្រកាន់ពីបទសំគំនិតផ្ដល់សេវាកម្មការពារជាតិដល់បរទេសដោយគ្មានការអនុញ្ញាតពីច្បាប់សហរដ្ឋអាមេរិកលោក Gerald Brown គឺជាអតីតគ្រូបង្ហាត់យន្តហោះចម្បាំងប្រភេទ S35 Lightning II ដែលជាបច្ចេកវិទ្យាយោធាដ៏ទំនើបបំផុតរបស់ពិភពលោកយោងតាមក្រសួងយុតិធធម៌លោកបានបម្រើការងារក្នុងកងទ័ពអាកាសអាមេរិកអស់រយៈពេល24ឆ្នាំដោយធ្លាប់ដឹកនាំបេសកកម្មប្រយុទ្ធនិងបញ្ជាការដ្ឋានអង្គភាពរសើបរួមទាំងប្រព័ន្ធចែកចាយអាវុធនុយក្លេអ៊ែរផងដែរលោក Roman Rosaski ជំនួយការនយោបាយផ្នែកប្រឆាំងស៊ើបការសម្ងាត់និងចារកម្មនៃ FBI បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថាលោក Brown ត្រូវបានចោទប្រកាន់ថាបានក្បត់ប្រទេសជាតិរបស់ខ្លួនតាមរយៈការវឹកវើអ្នកបើកយន្តហោះចិនឲ្យចេះវាយប្រយុទ្ធប្រឆាំងនឹងអ្នកដែលខ្លួនធ្លាប់បានស្បត់ថានឹងការពាររដ្ឋាភិបាលចិននៅតែបន្តទាញយកប្រយោជន៍ពីអ្នកជំនាញរបស់សមាជិកនិងអតីតសមាជិកកងកម្លាំងប្រដាប់អាវុធអាមេរិកដើម្បីធ្វើទំនើបកម្មសមត្ថភាពយោធារបស់ពួកគេការចាប់ខ្លួននេះគឺជាការប្រមានមួយស្រដៀងគ្នានេះដែរលោកស្រី Jennifer Pirro មេធាវីសហរដ្ឋអាមេរិកប្រចាំមណ្ឌល Columbia ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថាលោក Brown និងជនណាដែលសំគំនិតប្រឆាំងប្រជាជាតិហើយត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេយោងតាមការស៊ើបអង្កេតលោក Brown បានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងខែធ្នូឆ្នាំ2023ដើម្បីចាប់ផ្ដើមការងារបង្ហាត់បង្រៀនហើយលោកបានស្នាក់នៅទីនោះរហូតដល់ដើមខែកុម្ភៈឆ្នាំ2026ទើបត្រឡប់មកសហរដ្ឋអាមេរិកវិញអ្វីដែលគួរឲ្យកត់សម្គាល់កិច្ចសន្យារបស់លោកត្រូវបានចរចាដោយលោក Stephen Subin ដែលជាជនជាតិចិនម្នាក់ដែលធ្លាប់ត្រូវបានតុលាការអាមេរិកកាត់ទោសឲ្យជាប់ពន្ធនាគារ4ឆ្នាំកាលពីឆ្នាំ2016ពីបទលួចចូលប្រព័ន្ធកុំព្យូទ័រដើម្បីលួចយកព័ត៌មានសម្ងាត់យោធាអាមេរិកឲ្យប្រទេសចិនករណីលោក Brown ស្រដៀងគ្នាខ្លាំងទៅនឹងករណីរបស់លោក Daniel Dugan អតីតអ្នកបើកយន្តហោះ Marine Corps អាមេរិកដែលត្រូវបានចាប់ខ្លួនក្នុងប្រទេសអូស្ត្រាលីកាលពីឆ្នាំ2022លោក Dugan កំពុងតតាំងនឹងការធ្វើបដិសេធបានទៅកាន់អាមេរិកក្រោមបទចោទស្រដៀងគ្នាគឺការបំពានច្បាប់គ្រប់គ្រងការនាំចេញអាវុធបន្ទាប់ពីលោកបានផ្ដល់ការវឹកវើយោធាឲ្យប្រទេសចិនខ្ញុំតារាពី RTU TV